ដើម្បីការពារភ្នែកកូនអ្នកទាំងអស់គ្នាពីការវិវត្តកើតទៅជាបញ្ហាព្រើឬបញ្ហាផ្សេងៗនាពេលអនាគតភាគច្រើនយើងគឺផ្ដោតទៅលើតែការ limit ទៅលើ screen នៃការមើលទូរស័ព្ទឬក៏មើល iPad ទេក៏ប៉ុន្តែកត្តាទាំងអស់ហ្នឹងវាជាគ្រាន់តែជាចំណែកមួយដែលចូលរួមនៅក្នុងការការពារតែអ្នកទាំងអស់គ្នាមានដឹងអត់ទោះជាយ៉ាងណាក៏ដោយការមើលscreen ឲ្យតែប្រភេទ screen មិនថាទូរស័ព្ទមិនថា iPad ឬក៏ពន្លឺ UV ពីព្រះអាទិត្យឬក៏ពូភ្លើងហ្នឹងគឺសុទ្ធសឹងតែមានសារធាតុ UV ឬក៏គេហៅថាពន្លឺពណ៌ខៀវដែលចេញពីអេក្រង់ទូរស័ព្ទឬក៏ iPad ហ្នឹងវាអាចជ្រៀតចូលទៅក្នុងស្រទាប់បាតភ្នែករបស់យើងដែលវាអាចបង្កឲ្យភ្នែករបស់យើងហ្នឹងឆាប់ព្រើឬក៏អាចនឹងមើលមិនឃើញមុនអាយុប៉ុន្តែការ limit វាជាមួយផ្នែកមួយដែលជួយការពារភ្នែករបស់យើងក៏ប៉ុន្តែក៏វាត្រូវចូលរួមពីសារធាតុចិញ្ចឹមផ្សេងៗដូចជាពពួកវីតាមីនដែលខ្ញុំធ្លាប់ចេញនៅវីដេអូមុនប៉ុន្តែខ្ញុំក៏ចង់លើកនៅសារធាតុពីរយ៉ាងដែលវាមានសារៈសំខាន់គឺ lutein និង zeaxanthin ហ្នឹងគឺមានការសិក្សាគេលើកឡើងថាសារធាតុពីរហ្នឹងគឺវាជួយការពារការជ្រៀតចូលរបស់ពន្លឺពណ៌ខៀវឬក៏ពន្លឺ UV ដែលចេញពីអំពូលឬក៏ពន្លឺព្រះអាទិត្យហ្នឹងមិនឲ្យប៉ះពាល់ទៅនឹងស្រទាប់បាតភ្នែករបស់យើងគេបានធ្វើការសិក្សាមួយដោយឲ្យក្មេងចំនួន60នាក់ដែលអាយុចន្លោះពី5ឆ្នាំទៅ12ឆ្នាំដែលមួយក្រុមគេឲ្យប្រើប្រាស់លុយតេអ៊ីន10មីលីក្រាមនិងសេសង់ទីន2មីលីក្រាមហ្នឹងហើយមួយក្រុមទៀតហ្នឹងគឺអត់ឲ្យប្រើប្រាស់អីទេគឺគេឲ្យលេប placebo ហ្នឹងគឺចង់មានន័យថាអត់មានសារធាតុអីទាំងអស់នៅក្នុងហ្នឹងរយៈពេល42ថ្ងៃក្រោយមកគឺគេបានប្រៀបធៀបរវាងក្មេងដែលប្រើប្រាស់លុយតេអ៊ីនសេសង់ទីនជាមួយនឹងក្មេងដែលគាត់ផឹកតែ placebo ហ្នឹងឃើញថាក្មេងដែលគាត់ប្រើប្រាស់សារធាតុពីរហ្នឹងឃើញថាគាត់មានការកាត់បន្ថយអាការៈស្វាងភ្នែកឬក៏ចុកគ្រាប់ភ្នែកឃើញថាគាត់មានការ focus ទៅលើការអានបានល្អជាងក្មេងដែលអត់ប្រើប្រាស់ហើយចន្លោះពី90ថ្ងៃទៅ180ថ្ងៃក្រោយមកទៀតគេទៅវាស់វែងម្ដងទៀតគេឃើញថាក្មេងដែលប្រើប្រាស់សារធាតុពីរហ្នឹងឃើញថាត្រឹមតែជួយកាត់បន្ថយនៅអាការៈស្វាងភ្នែកឬក៏ស្ពឹកភ្នែកឬក៏ការហត់នឿយភ្នែកទេថែមទាំងឃើញថាគាត់មាន attention បានល្អទៀតធាតុពីរហ្នឹងគឺយើងអាចទទួលបានតាមរយៈចំណីអាហារដូចជានៅក្នុងស្ពៃ spinach broccoli ឬក៏បន្លែបៃតងអាចថាជាខាត់ណាបៃតងអីចឹងជាដើមហើយក៏មាននៅក្នុងពោតនៅក្នុងស៊ុតក្នុងផ្លែល្ហុងនិងនៅក្នុងក្រូចតែបើក្នុងករណីដែលកូនអ្នកទាំងអស់គ្នាគាត់អត់សូវជាក្មេងដែលចូលចិត្តញ៉ាំបន្លែផ្លែឈើទេអ្នកទាំងអស់គ្នាអាចបន្ថែមនៅ supplement បន្ថែមក៏ប៉ុន្តែមុននឹងប្រើប្រាស់ហ្នឹងខ្ញុំណែនាំអ្នកទាំងអស់គ្នាមានការប្រឹក្សាជាមួយនឹងអ្នកជំនាញជាមុនសិន